ប្រយោជន៍នៃការសិក្សាព្រះពុទ្ធសាសនាសម្រាប់ស្ត្រីនាងខ្ញុំអឹមផានវ៉ាន់ឌីសូមលើកយកអត្ថបទនេះមកអានជូនប្រិយមិត្តអ្នកស្ដាប់បានជ្រាបអំពីប្រយោជន៍នៃការសិក្សាព្រះពុទ្ធសាសនាសម្រាប់ស្ត្រីដែលដកស្រង់ពីសៀវភៅស្ត្រីក្នុងព្រះពុទ្ធសាសនារៀបរៀងដោយលោកគ្រូអគ្គបណ្ឌិតបុត្រសវង្សមនុស្សជាសត្វដ៏ប្រសើរព្រោះមនុស្សបដិសន្ធិក្នុងកុសលវិបាកផលបុណ្យដែលជាដើមទុនសម្រាប់ឲ្យមនុស្សអាចសិក្សាយល់ដឹងអំពីជីវិតរបស់ខ្លួនឯងនិងអាចបំពេញសេចក្តីល្អផ្សេងៗព្រមទាំងអាចអប់រំចិត្តទូមានខ្លួនឯងបានការសិក្សាព្រះពុទ្ធសាសនាយកការចម្រើនបញ្ញាជាសំខាន់បញ្ញាដឹងពីសេចក្តីពិតនៃជីវិតដឹងពីសច្ចធម៌ជុំវិញជីវិតដឹងហើយក៏លែងប្រកាន់ចិត្តក៏មានសេចក្តីស្ងប់នៅត្រង់ការមិនប្រកាន់នេះឯងការសិក្សាព្រះពុទ្ធសាសនាមិនចំពោះតែបុរសនោះឡើយស្ត្រីមានសិទ្ធិស្មើគ្នានឹងបុរសក្នុងការសិក្សាព្រះពុទ្ធសាសនារីឯប្រយោជន៍ដែលស្ត្រីបានសិក្សាចេះដឹងក្នុងព្រះពុទ្ធសាសនាមានដូចតទៅ 1. ប្រយោជន៍សម្រាប់ខ្លួនឯងក្នុងឋានៈជាមនុស្សដែលផ្សេងពីសត្វដេរឆានគឺនៅត្រង់សិក្សាមនុស្សអាចសិក្សាបានវឹកហាត់បានរៀនដឹងបានរហូតដល់ក្លាយជាមនុស្សប្រសើរទៅបានការសិក្សារបស់មនុស្សគឺសំដៅទៅរកការរីកចម្រើនគ្រប់វ័យដើម្បីសេចក្តីសុខក្នុងជីវិតសិក្សារហូតនិងសម្រេចបាននូវឥស្សរភាពពេញទីរួចពីទាសៈរបស់កិលេសស្ត្រីក៏ជាមនុស្សបើស្ត្រីទាំងឡាយបានសិក្សាយល់ដឹងពីព្រះពុទ្ធសាសនាប្រកាសជាស្ត្រីឲ្យស្ត្រីទាំងឡាយនោះជឿមាំលើសមត្ថភាពរបស់ខ្លួនឯងថាអាចអប់រំឲ្យចម្រើនដល់ទីបំផុតបានដោយមិនមានចំណុចខ្វះខាតអ្វីនោះឡើយព្រោះថាសតិក្តីបញ្ញាក្តីសេចក្តីព្យាយាមក្តីពុំមែនស្ត្រីពុំមែនប្រុសទេ 2. ប្រយោជន៍សម្រាប់គ្រួសារស្ថាប័នគ្រួសារដែលមានការមាំមួនទៅបានចាំបាច់ត្រូវអាស្រ័យស្ត្រីយ៉ាងពិតប្រាកដស្ត្រីដែលជាម្ដាយរបស់កូនចាំបាច់ត្រូវចិញ្ចឹមនិងអប់រំកូនរបស់ខ្លួនឲ្យកូនបានរស់និងចម្រើនធំធាត់យ៉ាងមានគុណភាពស្ត្រីដែលជាមាតាមានការរាប់អានកូនដ៏យ៉ាងស្មោះនិងប្រណិតក្រៃលែងបំផុតប្រព្រឹត្តទៅព្រមដោយព្រហ្មវិហារព្រះពុទ្ធសាសនាអប់រំមនុស្សក្នុងគោលធម៌3យ៉ាងគឺ 1. កុំធ្វើបាបទាំងពួង 2. ដល់ព្រមដោយការបំពេញកុសលនិង 3. សម្អាតចិត្តរបស់ខ្លួនឲ្យបានស្អាតលាងជម្រះលោភៈទោសៈមោហៈកំណាញ់ច្រណែនដូច្នោះកាលបើស្ត្រីបានសិក្សាព្រះពុទ្ធសាសនាស្ត្រីរមែងប្រព្រឹត្តនូវគុណធម៌បានយ៉ាងសមរម្យតាមពេលវេលានិងស្ថានទីមេតាដែលអប់រំកូនឲ្យដើរក្នុងផ្លូវល្អគឺជាកល្យានមិត្តរបស់កូនមេតាមិនត្រឹមតែជាអ្នកឲ្យជីវិតកូនប៉ុណ្ណោះទេមេតារមែងឲ្យគ្រប់យ៉ាងដើម្បីកូនរបស់ខ្លួនបានជួបប្រសពនូវសេចក្តីសុខមេតាដែលប្រព្រឹត្តតាមព្រះពុទ្ធសាសនារមែងបានជាអង្គគំរូយ៉ាងល្អប្រពៃដែលធ្វើឲ្យកូនប្រុសស្រីនឹករលឹកឃើញដល់សេចក្តីល្អរបស់ម្ដាយទឹកចិត្តម្ដាយការឲ្យរបស់ម្ដាយគ្រប់យ៉ាងទាំងអមិសទាននិងអភ័យទាននិងទាំងធម្មទានកាលណាបើកូននឹករលឹកឃើញសេចក្តីល្អរបស់ម្ដាយរួមទាំងសេចក្តីល្អរបស់ឪពុកផងដែរការនោះឯងឈ្មោះថាកូនដឹងគុណហើយកូននឹងឈរខាងសេចក្តីល្អប្រកាន់យកអំពើល្អជាគុណតម្លៃនៃជីវិតក្នុងចំណុចទី2នេះសូម្បីតែមានដល់បុរសជាបិតាផងដែរក៏ដោយប៉ុន្តែភាគច្រើនកូនប្រុសស្រីរមែងនៅជាមួយមាតាច្រើនជាងដូច្នេះហើយអ្វីៗដែលមាតាបានប្រព្រឹត្តទាំងកាយទាំងវាចាព្រមដោយចិត្តរមែងចម្លងឧបនិស្ស័យឲ្យទៅកូន 3. ប្រយោជន៍ដល់សង្គមជាតិនិងសង្គមសាសនាក្នុងឋានៈស្ត្រីជាសមាជិកក្នុងសង្គមត្រូវតែមានសេចក្តីសំខាន់ក្នុងការអភិវឌ្ឍសង្គមព្រះពុទ្ធសាសនាបានឲ្យមនុស្សគ្រប់គ្នាក្នុងសង្គមចូលរួមក្នុងការអភិវឌ្ឍដល់សង្គមរបស់ខ្លួនដូចជាក្នុងការរក្សាព្រះពុទ្ធសាសនាឲ្យគង់វង្សបន្តអាយុព្រះពុទ្ធសាសនាជាដើមព្រះពុទ្ធទ្រង់ត្រាស់ថាភិក្ខុភិក្ខុនីឧបាសកឧបាសិកាដែលគោរពក្នុងព្រះរតនត្រ័យគោរពក្នុងការសិក្សារៀនសូត្ររហូតដល់បដិបត្តិដោយសេចក្តីគោរពព្រមទាំងគោរពកោតក្រែងដល់គ្នានឹងគ្នានេះជាហេតុជាបច្ច័យធ្វើឲ្យព្រះពុទ្ធសាសនាមានការរីកចម្រើនផ្សព្វផ្សាយទូលំទូលាយប្រសិនបើទាំងប្រុសទាំងស្រីទាំងគ្រហស្ថទាំងបព្វជិតពេញចិត្តក្នុងការសិក្សាស្វែងរកការចេះដឹងទាំងអប់រំចម្រើនសេចក្តីស្ងប់ចិត្តផងព្រះពុទ្ធសាសនានិងសង្គមជាតិរមែងមានសេចក្តីចម្រើនការសិក្សានៅព្រះពុទ្ធសាសនារមែងធ្វើឲ្យស្ត្រីមានការជឿមាំក្នុងសមត្ថភាពរបស់ខ្លួនឯងខ្លាំងឡើងហើយយល់ថាព្រះពុទ្ធសាសនា
សម្លឹងមើលស្ត្រីយ៉ាងស្មើភាពជាមួយនឹងបុរសព្រោះព្រះពុទ្ធទ្រង់បានប្រកាសសមាសភាពនៃពុទ្ធបរិស័ទមានទាំងស្ត្រីមានទាំងបុរសក្នុងការរក្សាទ្រទ្រង់ព្រះពុទ្ធសាសនាស្ត្រីដែលបានរៀនដឹងនៅព្រះពុទ្ធសាសនាដូច្នោះហើយរួមមែនជាកម្លាំងសំខាន់ក្នុងការកសាងលោកឲ្យសុខស្ងប់បានដោយពាក្យថាមេដាប្រែថាស្ត្រីអ្នករាប់អាននៅកូនក្នុងអត្ថន័យថាទ្រទ្រង់សត្វលោកឲ្យបានសុខដោយការបរិច្ចាគយ៉ាងពិតប្រាកដក្នុងបិដកលេខ46ទំព័រ35អ្នកកុលសូត្រព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ជាមួយនឹងអ្នកកុលបិតាដូចនេះថាមនីរកហបតីអ្នកពេញជាមានលៀបហើយមនីរកហបតីអត្តភាពជាមនុស្សអ្នកពេញជាបានដោយល្អហើយត្រង់ដែលអ្នកបានអ្នកកុលមេដាកហបតនីមកជាអ្នកអនុគ្រោះប្រាថ្នានៅប្រយោជន៍ជាអ្នកទូមានព្រាមប្រដៅដូច្នេះនៅក្នុងអ្នកកុលសូត្របានបញ្ជាក់ឲ្យឃើញសមត្ថភាពស្ត្រីក្នុងព្រះពុទ្ធសាសនាដែលជាអ្នកអនុគ្រោះប្រាថ្នានៅប្រយោជន៍ឲ្យដល់ស្វាមីដែលកំពុងតែឈឺធ្ងន់ដោយពាក្យរលឹកដាស់តឿនដូចនេះថាបបិទ្ធកហបតីអ្នកកុំធ្វើមរណកាលទាំងសេចក្តីអាល័យឡើយបបិទ្ធកហបតីកាលកិរិយារបស់បុគ្គលដែលប្រកបដោយសេចក្តីអាល័យរមែងនាំមកនៅទុក្ខផងកាលកិរិយារបស់បុគ្គលដែលប្រកបដោយសេចក្តីអាល័យព្រះដ៏មានព្រះភិក្ខទ្រង់តេះឌីលផងបបិទ្ធកហបតីអ្នកប្រហែលជាមានសេចក្តីត្រេះរិះយ៉ាងនេះថាអំណេះអំពីអាត្មាអញទៅអ្នកកុលមេដាកហបតនីនឹងមិនអាចដើម្បីចិញ្ចឹមនៅទារកទាំងឡាយទាំងគ្រប់គ្រងនៅខរិវាសបានឡើយបបិទ្ធកហបតីដំណើរនោះអ្នកមិនត្រូវយល់ឃើញយ៉ាងនោះឡើយបបិទ្ធកហបតីខ្ញុំជាស្ត្រីប្រសពរវ័យកបាសឆ្លៀសវៃក្នុងការបួងភ្នួកសក់បបិទ្ធកហបតីអំណេះអំពីអ្នកទៅខ្ញុំអាចដើម្បីចិញ្ចឹមនៅទារកទាំងឡាយទាំងគ្រប់គ្រងនៅខរិវាសបានអ្នកកុលមេដាបានសម្ដែងនៅសមត្ថភាពរបស់ខ្លួនច្រើនយ៉ាងទៀតក្នុងសម័យពុទ្ធកាលមានស្ត្រីមិនតិចអ្នកឡើយដែលប្រកបដោយការចេះដឹងក្នុងព្រះពុទ្ធសាសនាហើយបានជួយស្វាមីព្រមទាំងញាតិខាងស្វាមីឲ្យរួចពីមច្ឆាទិដ្ឋិដូចជានាងវិសាខាកូនស្រីរបស់ធនញ្ញសេដ្ឋីនាងឧទ្ធរាកូនស្រីរបស់ពនកសេដ្ឋីនាងជលសុផតទាកូនស្រីរបស់អនាថបដិនកសេដ្ឋីនិងកុលធីតាក្រុងសាវត្ថីដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រារព្ធសុវណ្ណមិគជាដកជាដើមក្នុងបិដកលេខ59ទំព័រ13សុវណ្ណមិគជាដកព្រះសម្មាសម្ពុទ្ធទ្រង់ប្រារព្ធកុលធីតាដែលល្បីឈ្មោះព្រោះបានជួយស្វាមីរបស់ខ្លួនអតីតជាតិនាងជាមរឹកញីបានលើសម្រែកមរឹកជាប្តីជាប់អន្ទាក់ហើយក៏បានស្ទុះទៅរកដល់ហើយពោលថាបបិទ្ធមហាមរឹកអ្នកចូលខំប្រឹងបបិទ្ធមរឹកមានជើងដូចមាសអ្នកចូលខំប្រឹងចូលកាត់នៅអន្ទាក់ដែលធ្វើដោយព្រាត់ខ្ញុំជាមរឹកញីម្នាក់ឯងមិនអាចត្រេកអរក្នុងព្រៃបានទេមរឹកជាប្តីគឺជាព្រះបរមពោធិសត្វបានតបថាអង្គអញខំប្រឹងរើហើយមិនរួចទេអង្គអញខំកកាយផែនដីដោយកម្លាំងអន្ទាក់ដែលគេធ្វើដោយព្រាត់ជាប់មុំណាស់រឹតរួចជើងអាត្មាអញពេលនោះព្រានក៏បានមកដល់នាងមរឹកក៏បានសម្ដែងនៅការគោរពចំពោះនាយព្រានរួចហើយបានពោលនៅគុណសម្បត្តិរបស់មហាសត្វថាបបិទ្ធព្រានស្វាមីរបស់នាងខ្ញុំម្ចាស់មានពណ៌ដូចមាសសម្បូរដោយសិលមានមារយាទល្អជារាជារបស់មរឹកយ៉ាងច្រើនក្នុងព្រៃហើយបានពោលបន្តទៀតថាបបិទ្ធព្រានអ្នកចូលក្រាលនៅស្លឹកឈើអ្នកចូលហូតដាវអំពីស្រោមអ្នកសម្រាប់ខ្ញុំមុនហើយសឹមសម្រាប់មហាមរឹកជាប្តីខ្ញុំតាមក្រោយនាយព្រានបានស្ដាប់ឮដូច្នោះហើយទើបគិតថានាងមរឹកនេះជាសត្វដេរឆានហ៊ានបរិច្ចាគជីវិតដែលសូម្បីតែមនុស្សក៏ធ្វើបានដោយក្រថែមទាំងពោលភាសាមនុស្សដោយសំឡេងដ៏ពិរោះទៀតនាយព្រានគិតដូច្នោះរួចហើយក៏ពោលថាយើងមិនដែលឮឬឃើញមេមរឹកចេះនិយាយភាសាមនុស្សទេមនាលមេមរឹកដ៏ចម្រើននាងចូលនៅឲ្យសុខចុះទាំងមហាមរឹកនោះក៏សូមនៅឲ្យជាសុខផងដែរកាលដែលនាយព្រានលែងមហាសត្វជាប្តីហើយនាងមរឹកមានអំណរដ៏ពន់ពេកហើយបានពោលពាក្យឲ្យពោលដូច្នេះថាបបិទ្ធអ្នកព្រានខ្ញុំត្រេកអរព្រោះឃើញនៅមហាមរឹករួចពីអន្ទាក់ក្នុងថ្ងៃនេះយ៉ាងណាសូមឲ្យអ្នកត្រេកអរជាមួយនឹងពួកញាតិទាំងអស់យ៉ាងនោះដែរព្រះមហាសត្វគិតថានាយព្រាននេះជាទីពឹងអាស្រ័យរបស់យើងសូម្បីយើងក៏គួរជាទីពឹងអាស្រ័យរបស់នាយព្រាននេះដែរទើបបានឲ្យកែវមណីដល់នាយព្រានដែលខ្លួនបានជួបកែវមណីនោះនៅកន្លែងមួយ
ព្រះមហាក្សត្របានប្រទានឱវាទដល់ព្រាននោះថាមនាលសម្លាញ់ចាប់តាំងតែពីពេលនេះទៅអ្នកកុំធ្វើបាបមានការសម្លាប់ជាដើមទៀតឡើយចូលអ្នកចិញ្ចឹមបុត្រភរិយារបស់អ្នកព្រមដោយការធ្វើទានដោយដុំកែវមณีនេះចុះនាយព្រានបានមកជាឆន្ទអាមាត្យនាងមរឹកបានមកជាកុលធីតាដែលក្រោយមកនាងបានចូលកាន់ភ្នោះជាមួយនឹងស្វាមីរបស់នាងហើយបានសម្រេចនៅព្រះអរហត្តផលឯស្ដេចមរឹកសម្បុរពណ៌មាសបានមកជាព្រះតថាគតក្នុងព្រះសាសនានៃព្រះសម្មាសម្ពុទ្ធកស្សបៈមានព្រះមហាក្សត្រមួយព្រះអង្គដ៏ល្បីល្បាញទ្រង់មានព្រះនាមព្រះបាទកេកេកាលដើមឡើយទ្រង់រាប់អានពួកព្រាហ្មណ៍ប៉ុន្តែដោយសារមានបុត្រីដ៏ឆ្លាតវៃក្នុងព្រះពុទ្ធសាសនាក្រោយមកព្រះអង្គក៏ទ្រង់បានសម្រេចនៅសោតាបតិផលព្រះរាជធីតាព្រះនាមឧចរច្ឆទាមានរូបស្រស់ស្រភាឈប់ជ្រះថ្លានឹងពួកព្រាហ្មណ៍ទាំងឡាយព្រោះហេតុតែពួកព្រាហ្មណ៍ទាំងនោះបែកធ្លាយឥន្ទ្រីសម្លឹងមើលនាងព្រះនាងបានជ្រះថ្លានឹងព្រះអង្គសាវកបានប្រគេនចង្ហាន់ហើយស្ដាប់ព្រះធម៌សម្រាប់សោតាបតិផលព្រះនាងឧច្ឆរទាមានឧបការៈគុណដ៏ក្រៃលែងដល់មហាជនក្នុងដែនកាសីព្រោះហេតុបានជួយឲ្យព្រះរាជបិតាតាំងនៅក្នុងព្រះពុទ្ធសាសនាក្នុងពុទ្ធកាលនេះឯងព្រះនាងមាលិកាបានជួយព្រះស្វាមីគឺព្រះបាទបសេនតិកោសលដ៏ក្រៃលែងព្រះរាជាអង្គនេះដើមឡើយក៏មិនទាន់ជ្រះថ្លាសុបសួនក្នុងព្រះពុទ្ធសាសនាដែរបានភ្ញាក់ផ្អើលក្នុងរឿងផ្សេងហើយចាត់ចែងឲ្យគេរៀបចំបូជាយញ្ញប្រុងប្រៀបសម្រាប់មនុស្សសត្វយ៉ាងច្រើនប៉ុន្តែបានព្រះនាងមានិកាជួយនាំព្រះអង្គទៅគាល់ព្រះសម្មាសម្ពុទ្ធទេពទ្រង់បានយល់ពីដឹងហេតុផលបញ្ជាឲ្យគេដោះលែងមនុស្សសត្វទាំងនោះព្រះនាងមាលិកាឆ្លាតវៃល្បីល្បាញក្នុងព្រះពុទ្ធសាសនាបានជួយព្រះរាជាក្នុងរឿងច្រើនទៀតព្រះនាងមានឧបការៈគុណដល់ប្រជាជនក្នុងក្រុងសាវត្ថីអត្ថបទប្រយោជន៍នៃការសិក្សាព្រះពុទ្ធសាសនាសម្រាប់ស្ត្រីត្រូវបានបញ្ចប់នាងខ្ញុំសូមគោរពថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកស្ដាប់ទាំងឡាយដែលបានតាមដានស្ដាប់នាងខ្ញុំជឿជាក់យ៉ាងមុតមាំថាអត្ថបទនេះនឹងជួយដល់ស្ត្រីគ្រប់រូបបានសិក្សាស្វែងយល់នូវមាគ៌ាព្រះធម៌តាមព្រះពុទ្ធសាសនាដែលអាចញ៉ាំងឲ្យស្ត្រីទាំងឡាយចម្រើននូវមេត្តាករុណាសម្រាប់ដឹកនាំសង្គមគ្រួសារនិងសង្គមជាតិផងដែរសូមអរគុណនិងសូមគោរពលា